ជាដំបូងខ្ញុំអរគុណទៅខាងសាលាដែលបានផ្ដល់ឱកាសឲ្យខ្ញុំក្នុងការហាត់ការនៅទីនេះបានផ្ដល់បទពិសោធន៍ខ្ញុំជាច្រើនហើយសម្រាប់បងប្អូនឬបងដែលគាត់ចង់មកហាត់ការនៅទីនេះខ្ញុំគិតថាកន្លែងនេះគឺកន្លែងល្អសម្រាប់គាត់ក្នុងការបណ្ដុះ skill ទាំង hard skill និង soft skill នៅក្នុងការងាររបស់គាត់សួស្តីបងបាទខ្ញុំឈ្មោះហែមចន្ទនាជានិស្សិតឆ្នាំទី4នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងមុខជំនាញ Global Entrepreneurship and Innovation សប្តាហ៍ថ្ងៃខ្ញុំធ្វើការហាត់ការនៅ SC Academy ជាផ្នែក Digital Marketing ដំបូងឡើយខ្ញុំបានឃើញសាលាផុសនៅ social media ហើយខ្ញុំបាន apply ក៏បានសាលាបានតាក់ទងមកហើយក៏ផ្ដល់ឱកាសឲ្យខ្ញុំដើម្បីហាត់ការនៅទីនេះហើយក្នុងពេលដែលអូននឹងធ្វើជាបានពិសោធន៍ចំណេះដឹងពីខ្លះដែរខ្ញុំទទួលបានបទពិសោធន៍ទាំង hard skill និង soft skill soft skill យើងអាច work ជា team ហើយ communication hard skill គឺខ្ញុំ learn technical skill មួយចំនួនទាក់ទងនឹង design concept design feature នៅការធ្វើ poster មួយចំនួនហើយនឹង technical ទាក់ទងនឹង website ដែរអញ្ចឹងខ្ញុំបាន learn បានច្រើនហើយក្នុងពេលហ្នឹងមានអីដែលពិបាកជាងគេសម្រាប់បងឯងហើយអត់ស្វែងបញ្ហារបស់អង្គមិនដែរហើយមាន team leader គាត់ជួយ support ឲ្យជា idea អីវិញខ្ញុំមានបញ្ហាម្លងពេលហ្នឹងខ្ញុំមាន technical skill មួយចំនួនដែលវាថ្មីសម្រាប់ខ្ញុំអញ្ចឹងបងគាត់ព្យាយាមជួយបញ្យល់ហើយនឹងជួយប្រាប់ណែនាំអញ្ចឹងទៅធ្វើឲ្យខ្ញុំអាចដោះស្រាយបញ្ហានោះបាទខ្ញុំគិតថាការហាត់ការនៅទីនេះវាជួយឲ្យខ្ញុំបណ្ដុះ skill មួយចំនួនដែលវាចាំបាច់សម្រាប់ការងារថ្ងៃទៅមុខសម្រាប់ចុងក្រោយហ្នឹងអូនមានអីចង់និយាយមកកាន់សាលាក៏ដូចជាអ្នកសិក្សាដែលគាត់ចង់មកជំនួយនឹងដែរជាដំបូងខ្ញុំអរគុណទៅខាងសាលាដែលបានផ្ដល់ឱកាសឲ្យខ្ញុំក្នុងការហាត់ការនៅទីនេះបានផ្ដល់បទពិសោធន៍ខ្ញុំជាច្រើនហើយសម្រាប់បងប្អូនឬបងដែលគាត់ចង់មកហាត់ការនៅទីនេះខ្ញុំគិតថាកន្លែងនេះគឺកន្លែងល្អសម្រាប់គាត់ក្នុងការបណ្ដុះ skill ទាំង hard skill និង soft skill នៅក្នុងការងាររបស់គាត់